ជ្រើសរើសជំរើសកំណត់ឈប់ទទួលអនក្បាលដល់លើសិក្សាស្រាវជ្រាវវិរិយអគ្គិសនីធនសិក្សាថ្នាក់រៀនវិខូតបរាជ័យហើយជោគជ័យរងចាំការស៊ើបអង្កេតនេះរៀបចំឲ្យមានលទ្ធភាពនោះហើយជាអ្នកស្ទាក់ចិត្តដើម្បីរៀនអ្នកដកចេញអ្នកជាប់តាក់ទងនឹងខ្លួនឯងជាគោលដៅទៅកាន់ភាពវឌ្ឍនភាពតែមួយលេខចិញ្ចឹមភាពកម្លាំងចិញ្ចឹមអ្នកដោះសារបរាជ័យកាន់តែងាយស្រួលរៀនដោះស្រាយប៉ុន្តែអ្នកកាន់តែមានចិត្តកាន់តែរៀនប្រយុទ្ធមានអំណាចដេញចាប់កិត្តព្រមព្រៀងច្បាប់ខុសខ្ញុំពេលនោះអ្នកដេញឮថាជាកំហុសរបស់អ្នកវាហាក់ដូចជាការកែលម្អជួសជុលវាជាអំណាចលេសដកអំណាចចេញហើយប្រគល់វាឲ្យវាសនាជប់ច័ន្ទរាល់អ្នកទាំងអស់គ្នាខ្ញុំមិនអាចបង្រៀនខួរក្បាលឲ្យជប់បានលឿននៅពេលក្រោយពិតជាអ្នកគ្រប់គ្រងខួរក្បាលដើម្បីស្វែងរកផ្លូវចិត្តទុកប្រឆាំងនឹងក្រសួងការពារជាតិវាច្បាស់ពីការប្រាប់ថាវាជាប់គុកចិញ្ចឹមវាដោយហេតុផលការចិញ្ចឹមវាមិនអាចកំណត់បានរៀនសូត្រជំនាញផ្នែកកំណត់ទាមទាររឿងមួយសំខាន់ជាងអ្វីទាំងអស់គឺភាពសុខសាន្តទស្សនយុត្តឃើញថាវេទនាភាពតូចនោះឆេងស៊ីកសង្វាក់គ្នាខួរក្បាលដំណើរការឡើងវិញលឿនជាងអេងស៊ីតេមេរៀនទី5របស់ខ្ញុំខ្លាំងជាងកំហុសផាំវែកចិត្តរៀនលាក់បាំងមិនមែនជាការសន្យាបរោះដែលជប់រកលេសភ្លាមខ្លាយជាមនុស្សមានហេតុផលថាធម្មពលខ្វះសេរីភាពសុខភាពផ្លូវចិត្តទាំងអស់ដែលចំណាយលើសកម្មភាពចលនាភ្លាមនោះអ្នកអានអ្នកស្ដាប់ជាងអ្នកមានអារម្មណ៍កាន់តែស៊ីជម្រៅអ្នកលេងខ្ជិះខ្ចាយធម្មពលដោយនិយាយអំពីការបដិសេធឬរងចាំការលើកទឹកចិត្តបន្ថែមទៀតអ្នកធ្វើចលនាខ្លួនឯងជាគ្រូនៅខ្លាំងចលនាចិត្តភាពស្ងប់សូន្យយកចិត្តទុកដាក់ជំរុញគិតពីពន្លឺងងុលអ្នកដាស់ធម្មពលដែលនៅចំពោះមុខយើងនោះហើយជាអ្នករៀនពិតជាកើតមកមិនមែនមកពីចលនាទេផែនការលេសតូចដែលបិទដោយតបការវិជាស្ដាប់ទៅជាគេបង្កើតអ្វីបញ្យល់អ្នកថាការប្រកាន់ខ្ជាប់នៅគុណធម៌វគ្គបណ្ដាការក្រុមប្រឹក្សាសន្តិសុខនឹងរៀបចំអ្នកណាដែលធ្វើសកម្មភាពការសិក្សាស្រាវជ្រាវនិងតស៊ូទាមទារការឈឺចាប់យកគុកតម្លៃសំណួរសួរសុខចិត្តចំណាយវាទេប្តីសុខចិត្តមិនមានគេរៀនទេផ្ដល់ភាពកក់ក្ដៅដល់ខ្ញុំមិនអាចខ្វល់ខ្វាយខ្វល់ពីអារម្មណ៍ឆ្លើយតបវាភ្លាមស្នាក់នៅខ្ញុំហត់នឿយមានខណ្ឌមួយខ្ញុំរក្សានោះហើយជាអ្នកបញ្ជាចិត្តនោះហើយជាអ្នកគ្រប់គ្រងអ្នកលុបលេសនោះហើយជាអ្នកផ្លាស់ប្ដូរពីធម្មតាទៅមិនធម្មតាការសិក្សាមិនមែនចំនួនដែលដឹងទេអំពីលោកបណ្ឌិតស៊ូសូជីដូច្នេះបញ្ចប់ការរងចាំបញ្ចប់ការស្ទាក់ស្ទើររឿងតែមួយអ្នកជាអ្នកណាម្នាក់ជារឿងដែលបន្តប្រាប់ខ្លួនឯងភាពយន្តនិងអ្នកគ្រប់គ្នាការអប់រំបឋមសិក្សាស្រាវជ្រាវឈប់បង្ហាញអំពីការសម្រេចចិត្តរបស់អ្នកហើយចាប់ផ្ដើមដំណើរ Q-less ស្លាប់ទៅវាកដំបងហើយអស្ចារ្យបំផុតគំនុតលួអំណាចដ៏អំណាចនៃការសិក្សាឥតឈប់ឈរដែលកើតមកពីខ្ញុំវាដោះស្រាយដើម្បីប្រយោជន៍ការគ្រប់គ្រងគំនិតឬបញ្ជាណែនាំចិត្តមិនស្មោះត្រង់នឹងអ្នកទេវាស្មោះត្រង់នឹងផ្ដោតជំរឿខ្ទេចខ្ទីមិនគ្រប់គ្រងទេស្ទាក់ចាប់ងាក់ស្វែងរកភាពទន់ខ្សោយខ្លាចការសង្ស័យគំនិតមិនមើលព្រះវិជាស្ថាបត្យទីផ្សារពិតប្រាកដរាល់ជ័យជំនះឬបរាជ័យទាំងអស់ចាប់ផ្ដើមនៅក្នុងក្បាលរបស់អ្នកយូរមុនពេលវាលេចឡើងក្នុងជីវិតរបស់អ្នកបុរសដែលមិនអាចគ្រប់គ្រងគំនិតរបស់ខ្លួនបាននឹងក្លាយជាអ្នកតារបស់ពួកគេហើយបុរសដែលគ្រប់គ្រងគំនិតទាំងនោះនឹងក្លាយជាមនុស្សដែលមិនអាចបញ្ឈប់បានចិត្តគឺដូចជាសេះព្រៃមានអំណាចប៉ុន្តែមានគ្រោះថ្នាក់នៅពេលមិនត្រូវបានបណ្ដុះបណ្ដាលប្រសិនបើអ្នកទុកវាឲ្យរត់ដោយសេរីវានឹងបោះអ្នកចូលទៅក្នុងភាពវឹកវរប៉ុន្តែប្រសិនបើអ្នករៀនគ្រប់គ្រងអ្នកអាចជិះវាត្រង់ទៅរកភាពអស្ចារ្យមនុស្សភាគច្រើនមិនដែលគ្រប់គ្រងគំនិតរបស់ពួកគេទេព្រោះពួកគេមិនដែលដឹងថាពួកគេមានឥទ្ធិពលប៉ុណ្ណាពួកគេអនុញ្ញាតឲ្យចិត្តរបស់ពួកគេវង្វេងរសាត់សង្ស័យនិងពុកផុយពួកគេគិតថាគំនិតអវិជ្ជមានគ្មានគ្រោះថ្នាក់ទេប៉ុន្តែគំនិតនីមួយៗដាំក្របពូជនៃភាពទន់ខ្សោយគំនិតមួយអំពីការភ័យខ្លាចខ្លាចជាស្ទាក់ស្ទើរគំនិតមួយអំពីភាពខ្ជិលខ្លាចជាការពន្យាពេលគំនិតមួយអំពីភាពបរាជ័យខ្លាចជាការជុះចាញ់អ្នកខ្លាចជាអ្វីដែលអ្នកគិតម្ដងហើយម្ដងទៀតជីវិតរបស់អ្នកគឺគ្មានអ្វីក្រៅពីការឆ្លុះបញ្ចាំងពីវិន័យផ្លូវចិត្តរបស់អ្នកនោះទេនៅពេលដែលអ្នករៀនគ្រប់គ្រងអ្វីដែលជួលនិងស្ថិតនៅក្នុងចិត្តរបស់អ្នកចាប់ផ្ដើមកំណត់វាសនារបស់អ្នកចិត្តមិនខ្វល់ពីអ្វីដែលអ្នកចិញ្ចឹមវាទេ
វាគ្រាន់តែគោរពតាមចិញ្ចឹមវាដោយការភ័យខ្លាចហើយវានឹងបង្កើតភាពស្ទាក់ស្ទើរចិញ្ចឹមវាដោយគោលបំណងហើយវានឹងបង្កើតអំណាចគំនិតរបស់អ្នកគឺជាពាក្យបញ្ជាខួរក្បាលរបស់អ្នកគឺជាទាហានហើយទាហានមិនសួរចម្លើយបញ្ជាទេពួកគេអនុវត្តវានោះហើយគឺជាមូលហេតុនៃការគិតដោយមិនប្រុងប្រយ័ត្នគឺជារឿងស្លាប់រាល់ពេលដែលអ្នកនិយាយថាខ្ញុំមិនអាយទេចិត្តរបស់អ្នកមិនប្រកែកទេវាគ្រាន់តែគោរពតាមរាល់ពេលដែលអ្នកនិយាយថាខ្ញុំនឹងវាប្រមូលផ្ដុំធនធានទាំងអស់ដែលអ្នកមានដើម្បីធ្វើឲ្យវាកើតឡើងពាក្យសម្ដីនិងគំនិតរបស់អ្នកគឺជាគំរូសម្រាប់អនាគតរបស់អ្នកប្រសិនបើអ្នកគិតដូចជាជនរងគ្រោះជីវិតរបស់អ្នកនឹងឆ្លុះបញ្ចាំងពីការបរាជ័យប្រសិនបើអ្នកគិតដូចជាអ្នកឈ្នះជីវិតរបស់អ្នកនឹងឆ្លុះបញ្ចាំងពីជ័យជំនះអ្នកត្រូវតែមើលគំនិតរបស់អ្នកដូចជាអ្នកចម្បាំងការពារអាវុធរបស់គាត់កុំអនុញ្ញាតឲ្យភាពទន់ខ្សោយចាក់ឬសូសបីតែមួយភ្លេតចិត្តគឺជាម្ចាស់នៃការខ្លែងបន្លំវាខ្សឹបប្រាប់ការភ័យខ្លាចថាជាការប្រុងប្រយ័ត្នការពន្យាពេលជាការអត់ធ្មត់និងការបរាជ័យជាហេតុផលអ្នកត្រូវតែមុតស្រួយគ្រប់គ្រាន់ដើម្បីចាប់ការកុហកទាំងនោះនៅពេលដែលវាលេចឡើងរាល់ពេលដែលចិត្តរបស់អ្នកព្យាយាមទាញអ្នកត្រឡប់ទៅរកភាពសុខស្រួលវិញអ្នកត្រូវតែវាយដោយវិន័យចូលប្រាប់ខ្លួនឯងថាខ្ញុំបញ្ជាគំនិតនេះវាមិនបញ្ជាខ្ញុំទេពីព្រោះនៅពេលដែលគំនិតរបស់អ្នកគ្រប់គ្រងអ្នកវានឹងបង្កើតការពិតដែលអ្នកមិនធ្លាប់ជ្រើសរើសគុកនៃគ្រោះថ្នាក់គឺជាគុកដែលបង្កើតឡើងនៅក្នុងក្បាលរបស់អ្នកនៅពេលដែលអ្នកភ្ញាក់ពីដំណេកនៅពេលព្រឹកចិត្តរបស់អ្នកចាប់ផ្ដើមប្រយុទ្ធវាព្យាយាមអូសអ្នកទៅរកភាពទន់ខ្សោយរំខាននិងសង្ស័យអ្នកត្រូវតែតស៊ូតបទៅវិញភ្លាមៗកុំរងចាំការលើកទឹកចិត្តកុំចរចាដែលខ្ញយខ្ជិលជ្រោះចិត្តគោរពតែរឿងមួយគឺការត្រួតពិនិត្យនៅពេលដែលអ្នកទទួលបានបញ្ជាវាចាប់ផ្ដើមគោរពតាមនៅពេលដែលអ្នកនិយាយថាខ្ញុំហត់នឿយចូលរំលឹកខ្លួនឯងថាអ្នកមិនមែនទេនៅពេលដែលអ្នកនិយាយថាខ្ញុំមិនអាចទេចូលរំលឹកខ្លួនឯងថាអ្នកអាចធ្វើបានរងកម្លាក់តូចមួយនៃការប្រឆាំងផ្លូវចិត្តបង្កើតមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងយូរទៅចិត្តនឹងអោនតាមចំណងជំនីរបស់អ្នកនិងវិន័យคล้ายជាស្វ័យប្រវត្តិយល់អំពីរឿងនេះអារម្មណ៍របស់អ្នកមិនមែនជាម្ចាស់របស់អ្នកទេវាគឺជាសញ្ញាមិនមែនជាពាក្យបញ្ជាទេអ្នកអាចមានអារម្មណ៍ភ័យខ្លាចប៉ុន្តែនៅតែឆ្ពោះមុខបានអ្នកអាចមានអារម្មណ៍សង្ស័យប៉ុន្តែនៅតែអនុវត្តបានបញ្ហាមិនមែនអារម្មណ៍ទេវាគឺជាការជួសចាញ់បុរសអ្នកអាចធ្វើការសកម្មបានទោះបីជាមានអារម្មណ៍របស់គាត់ក៏ដោយគាត់គឺមានសេរីភាពបុរសដែលរងចាំមានអារម្មណ៍គាត់ក្រំក្រៀមរងចាំស្លាប់អ្នកត្រូវតែរៀនបែកគំនិតពីសច្ចធាក្រុមតែគំនិតចូលទៅក្នុងចិត្តរបស់អ្នកមិនមានន័យថាវាគួរទទួលជឿពីអ្នកនោះទេបដិសេធភាពទន់ខ្សោយបដិសេធភាពអវិជ្ជមានបដិសេធសំឡេងដែលនិយាយថាវាពិបាកណាស់រាល់ពេលដែលអ្នកបដិសេធគំនិតទន់ខ្សោយអ្នកបង្កើនគ្រោះចិត្តផ្លូវចិត្តរបស់អ្នកអំបបាំងនៃការរីកចម្រើនគឺការផ្ដោតធ្ងន់អារម្មណ៍ហើយការផ្ដោតអារម្មណ៍ចាប់ផ្ដើមពីបញ្ជាអ្នកមិនអាចរៀនសាងឬបង្កើតអ្វីបានទេប្រសិនបើចិត្តរបស់អ្នកខ្ចាត់ខ្ចីទេមនុស្សភាគច្រើនបានត្រូវធ្វើបំផ្លាញមិនមែនដោយខ្វះបញ្ញាទេប៉ុន្តែដោយខ្វះការគ្រប់គ្រងពួកគេមិនអាចកាន់គំនិតមួយឲ្យបានយូរគ្រប់គ្រាន់ដើម្បីធ្វើឲ្យមានវិទ្យាភាពសមត្ថភាពផ្ដោតទៅលើគោលដៅមួយកិច្ចការមួយគំនិតមួយនោះគឺជាសញ្ញានៃជំនាញផ្លូវចិត្តពិតប្រាកដនៅពេលដែលអ្នករៀនដឹកនាំគំនិតរបស់អ្នកដោយភាពជាក់លាក់ចិត្តរបស់អ្នកនឹងคล้ายជាឡាស៊ែរកាត់ផ្ដាច់ភាពច្បុកច្បល់ការរំខាននិងការភ័យខ្លាចពិភពលោកងាកទៅរកអ្នកដែលអាចរក្សាចក្ខុវិស័យរបស់ពួកគេដោយមិនបាក់បែកដោយបញ្ជាគំនិតរបស់អ្នកមានន័យថាការកសាងក្រុមខាងក្នុងសំណុំនៃជំនឿដ៏រឹងមាំមួយដែលគ្មានភាពវឹកវរខាងក្រៅអាចបំបាយវាបាននៅពេលដែលពិភពលោកស្រ័យថាបរាជ័យចិត្តរបស់អ្នកខ្សឹបខ្សៀវជ័យជំនះនៅពេលដែលអ្វីគ្រប់យ៉ាងដួលរលំគំនិតរបស់អ្នកនៅតែរឹងមាំអ្នកខ្លាយជាមនុស្សមិនរង្គោះរង្គើពីព្រោះអំណាចមិនមែនមកពីការគ្រប់គ្រងខាងក្រៅទេវាមកពីសន្តិភាពធ្នាប់ខាងក្នុងចិត្តដែលមានវិន័យផ្លាស់ទីឆ្លងកាត់ព្យុះដែលមិនប៉ះពាល់ព្រោះវាបានយកឈ្នះព្យុះនៅខាងក្នុងរួចហើយប៉ុន្តែអ្នកត្រូវតែវឹកហាត់វាជារៀងរាល់ថ្ងៃការគ្រប់គ្រងផ្លូវចិត្តមិនមែនជាអំណោយទេវាជាទម្លាប់វាចាប់ផ្ដើមដោយការយល់ដឹងចាប់ខ្លួនឯងនៅពេលដែលចិត្តរបស់អ្នករសាត់ដោយខនភាពទន់ខ្សោយនៅពេលដែលអ្នកសម្គាល់ឃើញភាពអវិជ្ជមានសូមបញ្ឈប់វានៅពេលដែលអ្នកចាប់ខ្លួនឯងគិតច្រើនពេកសូមបង្វែរវានៅពេលដែលការភ័យខ្លាចចូលមកជំនួសវាដោយសកម្មភាពអ្នកត្រូវតែធ្វើបែបនេះដោយមិនឈប់ឈររហូតដល់ការគ្រប់គ្រងខ្លាយជាសភាវិកតិដូចជារាងកាយកាន់តែរឹងមាំតាមរយៈការតស៊ូចិត្តកាន់តែមុតស្រួតតាមរយៈការកែតម្រៃរាល់ពេលដែលអ្នកប្រយុទ្ធប្រឆាំងនឹងគំនិតអវិជ្ជមានកម្លាំងខាងក្នុងរបស់អ្នកកើនឡើងការពិតគឺសាមញ្ញ
ពិភពលោកជារបស់អ្នកដែលអាចគ្រប់គ្រងចិត្តរបស់ពួកគេពីព្រោះនៅពេលដែលអ្នកអាចគ្រប់គ្រងចិត្តរបស់អ្នកអាចគ្រប់គ្រងសកម្មភាពរបស់អ្នកនៅពេលដែលអ្នកគ្រប់គ្រងសកម្មភាពរបស់អ្នកគ្រប់គ្រងលទ្ធផលរបស់អ្នកហើយនៅពេលដែលអ្នកគ្រប់គ្រងលទ្ធផលរបស់អ្នកគ្រប់គ្រងជីវិតរបស់អ្នកបុរសដែលបញ្ជាគំនិតរបស់គាត់អាចប្រឈមមុខនឹងភាពវឹកវរនិងរក្សាភាពស្ងប់ស្ងាត់គាត់អាចប្រឈមមុខនឹងការបរាជ័យហើយនៅតែជឿជាក់គាត់អាចប្រឈមមុខនឹងការឈឺចាប់ហើយនៅតែឈ្មោះទៅមុខនោះគឺជាអំណាចពិតប្រាកដមិនមែនជាអវត្តមាននៃភាពទន់ខ្សោយទេប៉ុន្តែជាសមត្ថភាពក្នុងការគ្រប់គ្រងវាដូច្នេះកុំភ្លេចអ្នកត្រូវតែបញ្ជាគំនិតរបស់អ្នកឬវានឹងបញ្ជាអ្នកមិនមានដីកណ្ដាលទេចិត្តគឺជាសម្បណ្ឌមិត្តដ៏ធំបំផុតរបស់អ្នកឬសត្រូវដ៏ធំបំផុតរបស់អ្នកសម្រេចថាវានឹងคล้ายជាមួយណាគ្រប់គ្រងវារៀងរាល់ព្រឹករាល់ពេលរាល់គំនិតបង្កើតវាដោយមានគោលបំណងចិញ្ចឹមវាដោយកម្លាំងនិងវិន័យវាដោយភាពស៊ីសង្វារពីព្រោះនៅពេលដែលចិត្តរបស់អ្នកអោនក្បាលចំពោះឆន្ទៈរបស់អ្នកពិភពលោកនឹងដើរតាមបុរសដែលបញ្ជាគំនិតរបស់គាត់អាចគ្រប់គ្រងវាសនារបស់គាត់ការស្រែកឃ្លានសម្រាប់ភាពជាម្ចាស់ត្រូវតែខ្លាំងជាងការលួញលំការលួញលំគឺជាឃាតករស្ងាត់នៃសក្តានុពលទ្រង់មើលមិនឃើញដែលរកចាំងចិត្តដ៏អស្ចារ្យឲ្យជាប់ស្ទាំងក្នុងភាពមធ្យមការលួញលំខ្សិតប្រាប់ថាអ្នកបានធ្វើគ្រប់គ្រាន់ហើយការស្រែកឃ្លានស្រែកតបវិញថាមិនទាន់ទេការលួញលំនិយាយថាសម្រាប់ទៅអ្នកគួរតែទទួលបានវាការស្រែកឃ្លានឆ្លើយតបថារើចេញទៅអ្នកកាត់មកដើម្បីភាពអស្ចារ្យបន្ថែមមនុស្សគ្រប់គ្នាដែលធ្លាប់សម្រេចបាននូវភាពអស្ចារ្យបានរៀនអត់ធន់ការលួញលំនិងចិញ្ចឹមការស្រែកឃ្លានពីព្រោះការស្រែកឃ្លានជំរុញឲ្យមានសកម្មភាពហើយសកម្មភាពបង្កើតការវិវត្តការលួញលំគឺជាសេចក្តីរីករាយការស្រែកឃ្លានគឺជាអំណាចការលួញលំធ្វើឲ្យអ្នកភ្លេចភ្លាំងរបស់អ្នកការស្រែកឃ្លានទុកវាឲ្យឆេះតាមរយៈការឈឺចាប់តាមរយៈការសង្ស័យនិងតាមរយៈការគិតមិនបញ្ឈប់ដែលបំបែកអ្នកទន់ខ្សោយសមត្ថភាពទាមទារឲ្យចិត្តដែលបដិសេធមិនព្រមព្រៀងវាទាមទារឲ្យព្រលឹងដែលជ្រើសរើសយកការតស៊ូជាងការងាយស្រួលអ្នកមិនអាចក្លាយជាមនុស្សពិសេសបានដោយរស់នៅដូចជាមនុស្សមធ្យមទេផ្លូវឈ្មោះទៅកាន់ភាពទាត់ស្នែងមិនបានត្រួសប្រោយដោយការសម្រាកទេវាត្រូវបានត្រួសប្រោយដោយការតេស្តសាកឡើងវិញច្រើនដងការលះបង់និងការជាប់ជំពាក់អ្នកត្រូវតែមានឆន្ទៈក្នុងការធ្វើអ្វីដែលអ្នកដទៃមិនព្រមធ្វើដើម្បីសិក្សានៅពេលដែលអ្នកដទៃគៀងលក់ដើម្បីតស៊ូនៅពេលដែលអ្នកដទៃឈប់ធ្វើការលួញលំអាចឲ្យអ្នកទទួលបានពេលវេលានៃសន្តិភាពប៉ុន្តែការស្រែកឃ្លានឲ្យអ្នកភាពអស្ចារ្យពេញមួយជីវិតប្រសិនបើអ្នកចង់លើកទៅលើភាពធម្មតាអ្នកត្រូវតែធ្វើឲ្យការមិនស្រួលខ្លួនបានជាដៃគូជិតស្និទ្ធបំផុតរបស់អ្នកការពិតគឺសាមញ្ញនៅពេលដែលអ្នកមានអារម្មណ៍ថាស្រួលខ្លួនការលូតលាស់ឈប់ត្រឹមនឹងខួរក្បាលដាក់ទម្រង់តាមការលួញលំដូចជារាងកាយដាក់ទម្រង់តាមកម្ដៅវាសម្រាប់បន្ថយល្បឿននិងខ្សោយអ្នកចាប់ផ្ដើមបាត់បង់ភាពមុតស្រួយដោយកើតមកពីការតស៊ូ